ធីដែលជនជាតិជប៉ុនប្រើដើម្បីយកឈ្នះភាពខ្ជិលនិងរស់នៅប្រកបដោយវិន័យតែអ្នកធ្លាប់មានអារម្មណ៍ថាភ្ញាក់ពីដំណេកហើយមិនមានកម្លាំងមិនចង់ធ្វើអ្វីនិងមានអារម្មណ៍ថាជីវិតគ្មានទិសដៅដែរឬទេជនជាតិជប៉ុនជឿថាការយកឈ្នះភាពខ្ជិលមិនមែនចាប់ផ្ដើមពីការបង្ខំខ្លួនឯងទេប៉ុន្តែចាប់ផ្ដើមពីគោលគំនិតពីរយ៉ាងសំខាន់វិធីដំបូងគឺ Ikigai មានន័យថាហេតុផលនៃការរស់នៅឬហេតុផលដែលធ្វើឲ្យយើងក្រោកពីដំណេករៀងរាល់ព្រឹកដោយមានថាមពល Ikigai ស្ថិតនៅចំណុចកណ្ដាលរវាងអ្វីដែលអ្នកស្រឡាញ់អ្វីដែលអ្នកពូកែអ្វីដែលអ្នកជឿថាអាចជួយអ្នកដទៃឬពិភពលោកនិងអ្វីដែលអាចបង្កើតប្រាក់ចំណូលឲ្យអ្នកពេលជីវិតមានវិធី Ikigai ការខិតខំប្រឹងមិនមែនជាការបង្ខំតែជាការធ្វើដោយចិត្តវិធីបន្ទាប់គឺ Kaizen គឺជាគំនិតនៃការកែលម្អខ្លួនឯងបន្តិចម្ដងដោយមិនចាំបាច់ផ្លាស់ប្ដូរធំភ្លាមគ្រាន់តែធ្វើឲ្យល្អឡើង 1% ជារៀងរាល់ថ្ងៃនេះល្អជាងម្សិលមិញបន្តិចស្អែកល្អជាងថ្ងៃនេះបន្តិចហើយការផ្លាស់ប្ដូរតូចប៉ុន្តែបន្តបន្ទាប់នឹងនាំឲ្យជីវិតអ្នកផ្លាស់ប្ដូរយ៉ាងធំធេងចុងក្រោយជោគជ័យមិនមែនកើតឡើងមកតែអំពីការដែលយើងមិនខ្ជិលនោះទេប៉ុន្តែមកពីការមានគោលដៅច្បាស់លាស់វិន័យតូចជារៀងរាល់ថ្ងៃមិនយូរអ្នកនឹងរកឃើញថាជីវិតរបស់អ្នកបាន